រៀន JavaScript នៅពេលនេះយើងទាំងអស់គ្នាមកសិក្សាស្វែងយល់អំពី logical operator and how does the logical operator and ហ្នឹងដំណើរការរបៀបម៉េចដូច្នេះនៅក្នុងភាសា JavaScript ដំណើរការរបស់ logical operator ក៏តក្កវិទ្យាអញ្ចឹងនៅក្នុងតក្កវិទ្យាបាទនេះគឺជាការប្រៀបធៀបមួយបើសិនបើយើងស្គាល់ស្របសិក្សាពីតក្កវិទ្យាយើងនឹងងាយយល់ពីការប្រើប្រាស់ logical and នេះអញ្ចឹងវាត្រូវបានប្រើប្រាស់នៅក្នុងការសរសេរកម្មវិធីជាកូដរបស់យើងដើម្បីបន្សំលក្ខខណ្ឌ2បញ្ចូលគ្នាគឺក្នុងលក្ខខណ្ឌ2ហ្នឹងគឺតរតែពិតទាំងពីរទើបវាដំណើរការជាពិតបើសិនបើក្នុងលក្ខខណ្ឌ2មួយណាមិនពិតនោះវានឹងទៅជា fail យើងមកមើលជាឧទាហរណ៍នៅក្នុងនេះគឺឧទាហរណ៍ថាយើងមានការប្រើប្រាស់លក្ខខណ្ឌ2ដើម្បីយើងយកlogical operator and នឹងមកប្រើដើម្បីត្រួតពិនិត្យលក្ខខណ្ឌទាំងពីរហ្នឹងឧទាហរណ៍ថាយើងមាន variable មួយគឺអាចជា let status បាទ status យើងអាចជា string មួយដែលអាចថា online អញ្ចឹងចុះហើយបន្ទាប់មកទៀតយើងនឹង compare variable មួយទៀតដែលមានឈ្មោះថា admin ហើយយើងវានឹងជាលក្ខណៈ true is admin true អូខេ say true ខុសយើងនឹងធ្វើការប្រៀបធៀបក្នុងលក្ខខណ្ឌ2នេះលុះត្រាតែវាពិតទាំងពីរនោះវានឹងដំណើរការប៉ុន្តែបើមានមួយណាមិនពិតនោះវានឹងមិនអាចដំណើរការទេឧទាហរណ៍យើងនឹងប្រើ if else ដើម្បីកំណត់លក្ខខណ្ឌឲ្យវាណាឧទាហរណ៍ថា if okay statusអូខេអញ្ចឹងយើងប្រើ operator ស្មើ online តបមកយើងនឹងបញ្ចូល operator logical របស់យើងដោយនេះគឺជាសញ្ញា logical operator គឺ NN បាទហើយយើងនឹងមកប្រៀបធៀបជាមួយ is admin របស់យើងនឹងស្មើ true អញ្ចឹងសួរថាតើវានឹងបង្កើតអីមកសញ្ញាស្មើគឺ3នេះអញ្ចឹងយើងទាញយក block code របស់យើងបើសិនបើវាស្មើ true អញ្ចឹងយើងឲ្យវាចេញជា output console.log គឺយើងអាចដាក់ថា active មកគេអាចនិយាយថា active ផ្ទុយមកវិញបើសិនមកលក្ខខណ្ឌខាងលើនេះវាអត់ពិតអញ្ចឹងយើងអាចឲ្យវាអញ្ចឹងយើងអាចឲ្យ L L នៅខាងក្រៅ block code នោះ L របស់យើងគឺ console.log របស់យើងអាចជា offline ចឹងណាអានេះគឺជាការកំណត់របស់យើងតែប៉ុណ្នេះ
ត្រឡប់មកវិញទេអញ្ចឹងយើងនេះគឺជាការប្រៀបធៀបដោយប្រើប្រាស់ logical operator ក្នុងករណីប្រើប្រាស់ logical operator នេះគោលដំណើរការលុះត្រាតែវាពិតទាំងពីរមកន័យថាខាងលើក៏ពិតខាងក្រោមក៏ពិតនោះវានឹងដំណើរការ code output របស់គេគឺ active ហើយមិនពិតគឺវានឹង offline ឥឡូវយើងទៅមើល output អូខេនេះគឺវាចេញជាលក្ខណៈ active ដោយសារគឺវាពិតទាំងពីរនោះកូដនឹងដំណើរការទៅ active បើសិនបើក្នុងលក្ខខណ្ឌទាំងពីរនេះឧទាហរណ៍ថា admin fail ថាតើកូដហ្នឹងវាដំណើរការមួយណាតើ offline ឬក៏ active បើសិនបើយើងដូរនេះទៅជា fail ប្រកាសណាស់នៅពេលដែលយើងដូរវាចេញមកជា fail វានឹងកើតជា offline ព្រោះលក្ខខណ្ឌទាំងពីរហ្នឹងវាមានមួយអត់ពិតអញ្ចឹងយើងនឹងទទួលបាន offline ឬក៏អត់ពិតទាំងពីរដូចជានេះជា offline អត់ពិតទាំងពីរក៏វាដំណើរការ fail ដូចគ្នាដូច fail ដូចគ្នាដូច្នេះត្រឡប់មកវិញលុះត្រាតែវាលក្ខណៈវាពិតទាំងពីរទើបកូដដំណើរការជា active អូខេអញ្ចឹងនេះគឺជាការប្រើប្រាស់ logical operator ដើម្បីឲ្យយើងអាចធ្វើការប្រៀបធៀបនៅតម្លៃពីរនឹងតម្លៃច្រើនផ្សេងទៀតអរគុណច្រើនអញ្ចឹងសម្រាប់វីដេអូមួយនេះគឺយើងមានការលើកឡើងបង្ហាញតែប៉ុណ្្នឹងទេអញ្ចឹងនឹងធ្វើការបង្ហាញនៅមេរៀនផ្សេងៗបន្តទៅតាមជំហានរបស់ JavaScript របស់យើងអរគុណជម្រាបលា